នៅក្នុងโลกនេះមនុស្សគួរឲ្យខ្លាចបំផុតនោះគឺមិនមែនពពួកមនុស្សដែលអួតអាងអំពីអំណាចនោះទេហើយអំពីទ្រព្យសម្បត្តិក៏ពុំមែនដែរតែផ្ទុយទៅវិញគឺជាមនុស្សដែលស្ងប់ស្ងាត់បំផុតភាពស្ងប់ស្ងាត់របស់ពួកគេមិនមែនជាភាពទន់ភ្លន់ឬមួយក៏ភាពទន់ជ្រាយនោះឡើយប៉ុន្តែវាគឺជាអំណាចដែលត្រូវបានគ្រប់គ្រងបានយ៉ាងល្អមួយនោះគឺជំរឿចិត្តដែលមានសន្តានស្ងប់ស្ងាត់ដូចជាមហាសមុទ្រតើអ្នកធ្លាប់សង្កេតឃើញទេថារលកនៅមាត់ច្រាំងតែងតែមានសំឡេងខ្លាំងៗនិងបក់បោកគួរឲ្យខ្លាចប៉ុន្តែវាមានសន្តានរាក់រីឯមហាសមុទ្រដ៏ជ្រៅគឺស្ងប់ស្ងាត់បំផុតប៉ុន្តែវាមានថាមពលអាចទ្រទ្រង់នាវាធំបានរីឯមនុស្សខ្លាំងពិតគេមិនខ្ជិះខ្ជាយថាមពលក្នុងការឆ្លោះប្រកែកឬព្យាយាមយកឈ្នះចាញ់តាមរយៈសម្ដីនោះទេពួកគេដឹងថាការឆ្លើយតបដ៏ល្អបំផុតចំពោះពាក្យរិះគន់គឺភាពជោគជ័យហើយចំណុចទី2នោះគឺការគ្រប់គ្រងខ្លួនឯងជ័យជំនះដ៏អស្ចារ្យបំផុតគឺពឹងផ្អែកលើផ្នែកនេះមនុស្សភាគច្រើនចង់គ្រប់គ្រងអ្នកដទៃចង់ឲ្យគេខ្លាចចង់ឲ្យគេស្ដាប់បង្គាប់ខ្លួនប៉ុន្តែអ្នកដែលមានអំណាចពិតគេផ្ដោតលើការគ្រប់គ្រងខ្លួនឯងនៅពេលអ្នកដទៃកំពុងតែឆេះឆួលដោយកំហឹងគេរក្សាភាពត្រជាក់ហើយនៅពេលដែលអ្នកដទៃកំពុងតែភ័យស្លន់ស្លោគេរក្សាភាពនឹងណោហើយសម្ដីមាសរបស់ពួកគេគឺបើអ្នកមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបានទេអ្នកក៏មិនអាចគ្រប់គ្រងស្ថានភាពអ្វីបានដែរហើយការឈ្នះខ្លួនឯងគឺជាអំណាចដែលគ្មាននរណាម្នាក់អាចដណ្ដើមយកបានចំណុចទី3នោះគឺឥទ្ធិពលដែលមើលមិនឃើញអំណាចពិតមិនមែនជាការបង្ខិតបង្ខំឲ្យគេធ្វើតាមនោះទេប៉ុន្តែគឺជាការធ្វើឲ្យគេចង់ធ្វើតាមដោយស្ម័គ្រចិត្តវាកើតចេញអំពីគុណធម៌មនុស្សគោរពអ្នកដោយសារចិត្តគំនិតរបស់អ្នកចំណេះដឹងមនុស្សស្វែងរកអ្នកនៅពេលពួកគេត្រូវការដំណោះស្រាយហើយមួយវិញទៀតនោះគឺភាពជាគំរូអ្នកមិនចាំបាច់ស្រែកប្រាប់គេថាត្រូវធ្វើបែបណាឡើយគ្រាន់តែធ្វើវាឲ្យគេឃើញនោះហើយជាឥទ្ធិពលដ៏ខ្លាំងក្លាបំផុតកុំចំណាយពេលតបតែងខ្លួនតែសម្បកក្រៅឲ្យមើលទៅខ្លាំងប៉ុន្តែត្រូវចំណាយពេលកសាងគ្រឹះខាងក្នុងឲ្យមាំមួនសំឡេងខ្លាំងអាចធ្វើឲ្យគេឮត្រឹមតែត្រចៀកតែអំណាចនៃចិត្តនឹងធ្វើឲ្យគេចងចាំដល់ឆ្អឹង